សូមគោរពនិងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំបាទនឹងបង្ហាញជូនបងប្អូនទាំងអស់គ្នាអំពីរបៀបនៃការទិញនិងការទូទាត់ថ្លៃផលិតផលនៅលើ website របស់សមាគមសួស្តីកម្ពុជានៅពេលដែលចូលមកដល់យើងនឹងឃើញមាននៅផលិតផលផ្សេងៗដែលបានដាក់បង្ហាញនៅលើ website ជាបើសិនជាចាប់អារម្មណ៍ទៅលើផលិតផលមួយណាគាត់នឹងចុចទៅលើរូបនិងមានបង្ហាញនៅព័ត៌មានលម្អិតក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗអញ្ចឹងដើម្បីដាក់កំងទិញទី1យើងគ្រាន់តែចុចទៅលើពាក្យថាជ្រើសរើសដើម្បីយកចំណុះដែលយើងត្រូវការបន្តមកទៀតសូមចុចទៅលើពាក្យថាបញ្ចូលទៅខាងក្នុងដើម្បីធ្វើការបំពេញព័ត៌មានផ្សេងៗនៅក្នុងការដាក់កំងទិញនៅផលិតផលមកដល់ត្រង់ចំណុចនេះដែរយើងក៏អាចធ្វើការបន្ថែមនៅចំនួនដែលយើងចង់បានឧទាហរណ៍ថាយើងចង់បន្ថែម2ដបយើងគ្រាន់តែចុចទៅលើសញ្ញាលេខបូកបាទបន្តមកទៀតសូមចុចទៅលើពាក្យថាបន្តទៅផ្នែកបង់ប្រាក់ដើម្បីបំពេញព័ត៌មានបន្តមកដល់ត្រង់ចំណុចនេះយើងត្រូវការទាមទារបំពេញទៅលើ email និង password អញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាមានធ្លាប់មានគណនីហើយបងប្អូនគាត់នឹងចុចទៅលើពាក្យថាចូលគណនីជាការស្រេចតែបើសិនជាអត់ធ្លាប់មានគណនីទេសូមចុចទៅលើពាក្យថាមិនមានគណនីទេដើម្បីបំពេញព័ត៌មាននៅក្នុងការបង្កើតគណនីដើម្បីងាយស្រួលនៅក្នុងការកំងទិញនៅពេលក្រោយផងដែរអញ្ចឹងដោយសារតែយើងធ្លាប់មានគណនីហើយយើងគ្រាន់តែចុចលើពាក្យថាបន្តទៅមុខទៀតតែបើសិនជាអត់ធ្លាប់មានគណនីទេនៅត្រង់ចំណុចនេះនឹងត្រូវឲ្យបងប្អូនបំពេញនៅព័ត៌មានផ្សេងៗដែលជាអាសយដ្ឋានក៏ដូចជាព័ត៌មានមួយចំនួនដែលមានបង្ហាញបន្តមកទៀតសូមចុចទៅលើពាក្យថាបន្តនៅត្រង់ចំណុចប្រអប់នេះសូមបងប្អូនទាំងអស់គ្នាបំពេញនៅព័ត៌មានអាសយដ្ឋានរបស់បងប្អូនទាំងអស់គ្នាដែលបងប្អូនចង់ឲ្យធ្វើការដឹកទំនិញទៅដល់អញ្ចឹងបើសិនជាបងប្អូនចង់ឲ្យទំនិញដឹកទៅដល់អាសយដ្ឋានមួយណាសូមបំពេញនៅអាសយដ្ឋាននោះផងដែរក្នុងចំណុចនេះគឺជាវិធីបង់ប្រាក់ផ្សេងៗដែលបងប្អូនអាចជ្រើសរើសបានដូចជាទូទាត់ពេលទំនិញទៅដល់តាមរយៈ ABA QR ឬក៏តាមរយៈកាតចេញឧទាហរណ៍បងប្អូនអាចចុចទៅលើពាក្យថាទូទាត់ពេលទំនិញទៅដល់គាត់ចុចលើហ្នឹងហើយបងប្អូនដាក់ពាក្យថាដាក់បញ្ជាទិញក្រោយពេលដាក់បញ្ជាទិញហើយក៏មានបង្ហាញជាវិក័យប័ត្រអេឡិចត្រូនិកមួយដើម្បីបញ្ជាក់អំពីការបញ្ជាទិញដោយជោគជ័យក្នុងដែរក៏មានគេការលោតសារទៅលើ email ដើម្បីបញ្ជាក់ថាបងប្អូនបានធ្វើការកំងនៅផលិតផលឬក៏កំងទិញនៅទំនិញហ្នឹងបានដោយជោគជ័យផងដែរចឹងនៅក្នុងកន្លែងនេះបើសិនជាបងប្អូនចង់បង្ហាញវិក័យប័ត្រជាភាសាខ្មែរគាត់ចុចលើពាក្យថា Show Original មកវិក័យប័ត្រនឹងបង្ហាញទៅជាភាសាខ្មែរដើម្បីបងប្អូនធ្វើការត្រួតពិនិត្យព័ត៌មានទំនិញរបស់បងប្អូននឹងជាភាសាខ្មែរបងប្អូនក៏អាចធ្វើការតាមដានព័ត៌មានការបញ្ជាទិញរបស់បងប្អូនដោយគ្រាន់តែចូលទៅកាន់ប្រវត្តិរូបរបស់ខ្ញុំបន្តមកនឹងមានបង្ហាញផ្ទាំងមួយដែលបង្ហាញអំពីការទូទាត់របស់បងប្អូនអញ្ចឹងគ្រាន់តែចុចទៅលើពាក្យថា View ដើម្បីធ្វើការតាមដានព័ត៌មានក៏ដូចជាត្រួតពិនិត្យព័ត៌មានលម្អិតសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូនៃរបៀបនៃការទិញនិងការទូទាត់ថ្លៃផលិតផលនៅលើ website របស់សមាគមសួស្តីកម្ពុជាសូមអរគុណសូមជម្រាបលា